ការ AFC Cambodia ចាគឺបានបញ្ជូននៅកីឡាការិនីវ័យក្មេងអាយុក្រោម16ឆ្នាំចំនួន12រូបដើម្បីត្រៀមចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ JSSL 7 នៅសង្ហបុរីជាលើកដំបូងក្រុមកីឡាការិនីកម្ពុជាអាយុក្រោម16ឆ្នាំចំនួន12រូបបានក្លាយជាក្រុមស្ត្រីដំបូងគេដែលនឹងចូលរួមការប្រកួតកីឡាបាល់ទាត់ក្នុងព្រឹត្តិការណ៍ JSSL 7 នៅប្រទេសសង្ហបុរីដែលជាការប្រកួតកីឡាបាល់ទាត់ដ៏ធំប្រចាំតំបន់អាស៊ីខណៈពួកគេនឹងចាក់ចេញពីកម្ពុជានាថ្ងៃទី5ខែមេសាឆ្នាំ2023ខាងមុខនេះលោក Pareik Grogan ស្ថាបនិកកីឡាបាល់ទាត់ Happy Football Cambodia អូស្ត្រាលីបានសម្ដែងនូវក្តីរីករាយដោយបានបណ្ដុះបណ្ដាលធនធានកីឡាការិនីរហូតមានឱកាសក្នុងការចូលរួមប្រកួតពានរង្វាន់ដ៏ធំប្រចាំតំបន់អាស៊ីមួយនេះលោកថាការចូលរួមប្រកួតនេះគឺមិនមែនដើម្បីតែលទ្ធផលចាញ់ឬឈ្នះនោះទេប៉ុន្តែជាពេលវេលាដ៏ល្អដែលធ្វើឲ្យពួកគេបានបង្ហាញសមត្ថភាពពិតប្រាកដមានឱកាសបង្ហាញខ្លួនក៏ដូចជាលេងនៅលើទីលានដ៏ធំជាងដែលពួកគេធ្លាប់ឃើញកន្លងមកស្ថាបនិកដដែលបានបង្ហាញនូវមោទនភាពថាស្របពេលដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡា SEA Games និង ASEAN Para Games គឺជាឱកាសក្នុងការបង្ហាញជូនដល់ប្រទេសដែលចូលរួមទាំងនោះបានដឹងតាមរយៈការបង្ហាញរបស់កីឡាការិនីតំណាងជាកម្ពុជាទាំង12រូបនេះផងដែរលោក Scott Nelson ស្ថាបនិកមូលនិធិកុមារកម្ពុជាបានបង្ហាញពីក្តីរីករាយដែលទទួលបានដំណឹងថាកម្ពុជានឹងមានតំណាងរបស់ខ្លួនចូលរួមក្នុងការប្រកួតពានរង្វាន់ដ៏ធំមួយនេះហើយជាការពិតណាស់គឺក្មេងស្រីមកពីអង្គការមូលនិធិកុមារនឹងចូលរួមទទួលបាននូវបទពិសោធន៍ប្រកួតការធ្វើដំណើរថ្នាក់អន្តរជាតិជាលើកដំបូងលោកក៏បានថ្លែងអំណរគុណដល់ AFCA និងលោក Pareik ដែលបានខិតខំធ្វើការងារនេះមិនគិតយប់ថ្ងៃរហូតទទួលបានជោគជ័យ AFCA គឺជាអង្គការមិនមែនរដ្ឋាភិបាលមួយដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ2005ក្នុងគោលបំណងផ្ដល់សិទ្ធិដល់យុវជនក្រីក្រក្នុងប្រទេសកម្ពុជាតាមរយៈវិស័យកីឡាបាល់ទាត់ពិសេសអង្គការធានាថាយុវជនក្រីក្រមានសិទ្ធិអប់រំបណ្ដុះបណ្ដាលប្រកបដោយគុណភាពខ្ពស់ការបង្កើតក្រុមនិងឱកាសក្នុងការប្រមូលផ្ដុំការធ្វើបែបនេះជួយគាំទ្រដល់សុខុមាលភាពផ្លូវចិត្តគោរពខ្លួនឯងហើយអ្វីដែលសំខាន់គឺផ្ដល់នូវមាគ៌ាមួយឆ្ពោះទៅកាន់ឱកាសបន្ថែមទៀតដោយអភិវឌ្ឍជំនាញទន់សម្រាប់ភាពជោគជ័យនៅក្នុងការអប់រំនិងការងារគូបញ្ជាក់ដែរថា JSSL 7 ត្រូវបានបង្កើតឡើងក្នុងឆ្នាំ2013ដែលមានសមាជិកក្រុមចំនួន40ហើយបច្ចុប្បន្នជាខួបលើកទី8នៃឆ្នាំ2023នេះដោយមានកីឡាករកីឡាការិនីរហូតដល់ទៅ 4000 នាក់ចូលរួមប្រកួតកីឡាបាល់ទាត់យុវជនប្រចាំតំបន់អាស៊ីដែលនឹងប្រព្រឹត្តទៅ4កន្លែងក្នុងប្រទេសសង្ហបុរីសម្រាប់ការប្រកួតកីឡាបាល់ទាត់នេះមានចំនួន5ប្រកួតដោយមួយក្រុមម្ខាងមានចំនួន7នាក់មានរយៈពេលចំនួន22នាទី